សួស្តីអ្នកទាំងអស់គ្នាតើអ្នកធ្លាប់គិតទេថារសជាតិកាហ្វេដ៏អស្ចារ្យបំផុតក្នុងលោកអាចកើតចេញពីវិធីដែលមិននឹកស្មានដល់បំផុតកាលពីវីដេអូមុនខ្ញុំនិយាយអំពីកូពីលូវ៉ាឬកាហ្វេលីមួកសំពត់ម្ដងហើយប៉ុន្តែថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅកាន់ប្រទេសប្រេស៊ីលដើម្បីកាហ្វេអាវតាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតាដែលគ្រាន់តែធ្វើការ comment ឬឆាតចូលពេកកាហ្វេអាវតាហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់គល់ស្ដេចថ្មីមួយទៀតគឺ Chaco Bird Coffee តើ Chaco គឺជាអ្វីវាមិនមែនជាសត្វសំពោចទេតែជាសត្វស្លាបព្រៃដ៏ធំមួយប្រភេទដែលមើលទៅស្រដៀងនឹងសត្វក្ងោកឬមាន់ទោព្រៃនៅចំការកាហ្វេមួយឈ្មោះថា Fazenda Camosin ម្ចាស់ចំការលោក Henry Questlove បានជួបបញ្ហាធំមួយគឺសត្វជូកានេះឯងដែលតែងតែមកស៊ីផ្លែកាហ្វេទុំៗអស់រលីងប៉ុន្តែគាត់ក៏នឹកឃើញដល់គំនិតមួយតើអាចយកគ្រាប់កាហ្វេពីលំមួតរបស់វាមកផលិតជាកាហ្វេបានដែរឬទេអ្វីដែលធ្វើឲ្យកាហ្វេនេះមានតម្លៃថ្លៃគឺមកពីការជ្រើសរើសនិងដំណើរការរលាយរបស់សត្វចាគូគឺជាអ្នកជ្រើសរើសផ្លែកាហ្វេដែលល្អបំផុតវាស៊ីតែផ្លែដែលទុំល្អឥតខ្ចោះនិងមានគុណភាពខ្ពស់បំផុតប៉ុណ្ណោះនេះធានាបាននូវវត្ថុធាតុដើមដ៏ល្អតាំងពីដំបូងដោយសារតែជាសត្វស្លាបប្រព័ន្ធរំលាយអាហាររបស់វាដំណើរការលឿនណាស់គ្រាប់កាហ្វេនៅតែដដែលនិងមិនបែកតាមរយៈការឆ្លងកាត់ចំពោះសត្វចាគូអង់ស៊ីមរបស់វាបានបំបែកប្រូតេអ៊ីនមួយចំនួនដែលបង្កឲ្យមានជាតិជូរចត់ខ្លាំងនៅក្នុងគ្រាប់កាហ្វេនេះធ្វើឲ្យកាហ្វេមានរសជាតិកាន់តែស្រទន់ស្អាតនិងគ្មានជាតិល្វីងខ្លាំងបន្ទាប់ពីការបន្ទោបង់កម្មករត្រូវដើរប្រមូលលាមកទាំងនោះដោយដៃនៅក្នុងព្រៃដែលជាដំណើរការដែលហត់បំផុតហើយចុងក្រោយតើរសជាតិរបស់កាហ្វេចាគូនេះយ៉ាងណាទៅអ្នកជំនាញកាហ្វេបានពិពណ៌នាថាវាមានរសជាតិផ្អែមជូរតិចៗបែបផ្លែឈើនិងមានក្លិនដូចជាហាហ្សេនីតទឹកឃ្មុំឬគ្រាប់ធញ្ញជាតិវាមានរាងកាយពេញល្អនិងមានរសជាតិក្រោយផឹកដែលនៅជាប់យូរដោយសារតែភាពកម្រការប្រមូលផលដ៏លំបាកនិងការផលិតមានការកំណត់កាហ្វេចាគូបិតនេះលក់ក្នុងតម្លៃខ្ពស់បំផុតមួយនៅលើទីផ្សារពិភពលោកនៅតាមបណ្ដាប្រទេសមួយចំនួនវាមានតម្លៃអាចស្មើនឹងរាប់រយដុល្លារអាមេរិកក្នុង1គីឡូក្រាមអ្វីដែលធ្វើឲ្យកាហ្វេចាគូពិសេសជាងកូពីលូវ៉ានោះគឺក្រមសីលធម៌សត្វចាគូមិនត្រូវបានគេចិញ្ចឹមដាក់ទ្រុងឬបង្ខំឲ្យស៊ីចំណីនោះទេពួកវាគឺរស់នៅដោយសេរីក្នុងប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់វានេះជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងធម្មជាតិគុណភាពនិងការគោរពដូច្នេះពេលក្រោយអ្នកលើអំពីកាហ្វេលីម៉ូសាកុំគិតថាមានតែសំពុយទៀតសត្វចាគូរបស់ប្រេស៊ីលកំពុងបង្ហាញថារសជាតិដ៏អស្ចារ្យអាចកើតចេញពីធម្មជាតិពិតប្រាកដតើអ្នកហ៊ានសាកល្បងរសជាតិកាហ្វេដែលផលិតចេញពីលីមួកសត្វស្លាបនេះដែរឬទេសូមបញ្ចេញមតិនៅខាងក្រោមហើយកុំភ្លេចចុច Subscribe Like ដើម្បីទទួលបានចំណេះដឹងកាហ្វេប្លែកៗទៀតជួបគ្នានៅវីដេអូក្រោយ